សូមស្វាគមន៍មកកាន់វីដេអូទី2នៅវីដេអូទី2នេះខ្ញុំនឹងបង្ហាញពីការប្រើប្រាស់ column estimate អញ្ចឹងយើងចុចនៅលើ column estimate នោះយើងនឹងឃើញ tool pop up ឡើងមកហើយសម្រាប់ tool នេះដាក់សម្រាប់ column estimate សិននេះគឺខ្ញុំបានដាក់ជាព័ត៌មាននៅលើ tool នឹងដែរដើម្បីឲ្យគ្នាយើងបានយល់អញ្ចឹងដើម្បីកុំឲ្យវីដេអូនឹងវែងពេកខ្ញុំនឹងធ្វើការបង្ហាញឧទាហរណ៍ដូចតទៅអញ្ចឹងនៅក្នុងនេះគឺវាមាន span SB1 SB2 SB3 SB4 ចែកនឹង2បានន័យថាយើងមើលនៅលើ layout plan នេះគឺ column layout plan នេះគឺបានបង្ហាញ example ដូចគ្នាដែរអញ្ចឹងខ្ញុំសូមបើក file AutoCAD អញ្ចឹងខ្ញុំសូមលើកឧទាហរណ៍ទៅលើ S1 BS SB1 SB2 SB3 ហ្នឹង SB4 ហ្នឹងយកមកបញ្ចូល SB1 2 ម៉ែត្រ3ម៉ែត្រ2ម៉ែត្រនិង3ម៉ែត្រហើយកន្លែង2ម៉ែត្រ3ម៉ែត្រ2ម៉ែត្រ3ម៉ែត្រហ្នឹងបានមកពីណាគឺបានមកពី span របស់យើងគឺយើងចែកទាំង2ពី span នេះមកដល់ span នេះគឺយើងចែកទាំង2ហើយពី span នេះមកដល់ span នេះគឺយើងចែកប្រវែងទាំង2បន្តមកទៀតចូលដល់កន្លែងបេតុងគឺយើងប្រើ25កម្លាំងវា25ហើយនៅកន្លែង number of floor នេះបើសិនជាផ្ទះយើងមាន2ជាន់ឬក៏4ជាន់យើងអាចដាក់មក4ជាន់ខ្ញុំលើកឧទាហរណ៍លេខ4ជាន់ទៅហើយយើង enter អញ្ចឹងសម្រាប់ span 5ម៉ែត្រគុណនឹង5ម៉ែត្រហ្នឹង span ផ្ទះយើង span របស់យើងហ្នឹងគឺយើងគេ recommend ឲ្យយើងប្រើសម្រាប់កម្ពស់4ជាន់ហ្នឹងគឺយើងគេ recommend ឲ្យយើងប្រើ45/45ឬក៏40/45/50អញ្ចឹងនៅរូបកន្លែងនេះគឺខ្ញុំដាក់ column layout plan ដើម្បីគ្នាយើងងាយស្រួលមើលហើយនៅក្នុង tool នេះដែរគឺខ្ញុំបានបញ្ជាក់រួចថាគឺ tool នេះគឺយើងប្រើប្រាស់សម្រាប់តែ estimate ទេអញ្ចឹងបើយើងចង់ច្បាស់លាស់គឺយើងធ្វើការឆែកជាមួយនឹង engineer បើសិនជាមានចម្ងល់សម្រាប់វីដេអូនេះអាចធ្វើការឆាតសួរខ្ញុំបានជួបគ្នានៅវីដេអូទី3សូមអរគុណ